ចំណុចមួយចំនួនគួរយល់ដឹងពេលដើរលេងក្រៅប្រទេសបាទទីមួយគឺទៅលើអីបាទទីមួយគឺទៅលើការប្រើប្រាស់ទៅលើភាសាបាទចឹងបងប្អូនទាំងនេះបាទទៅលើការប្រើប្រាស់ទៅលើភាសាគឺសំខាន់ណាអញ្ចឹងបើសិនជាមិនថាភាសាអង់គ្លេសឬភាសាផ្សេងៗព្រោះនៅក្នុងតាមតំបន់តាមប្រទេសនីមួយៗគេមានភាសាគេថាភាសាជាតិនិងភាសាអន្តរជាតិអញ្ចឹងជាទូទៅភាសាអន្តរជាតិគឺជាភាសាអង់គ្លេសដែលយើងប្រើប្រាស់ជាទូទៅហើយសម្រាប់ភាសាជាតិរបស់គេគឺមានទៅតាមប្រទេសនីមួយៗអញ្ចឹងណាបាទអូខេអញ្ចឹងសំខាន់ទៅការប្រើប្រាស់ភាសាហើយបើសិនជាបងប្អូនមិនសូវចេះទៅលើការប្រើភាសាមិនថាភាសាជាតិនិងអន្តរជាតិបងប្អូនយើងមានភាសាដូចជាទៅលើការកាយប្រការជាពិសេសគឺទៅលើការប្រើប្រាស់ទៅលើឧបករណ៍មួយចំនួនដែលយើងអាចប្រើប្រាស់ជំនួសបានជាជំនួយសម្រាប់ទៅលើការសន្ទនាបាទអញ្ចឹងដូចជាខ្ញុំប្រើប្រាស់ជាមួយនឹងកម្មវិធីមួយគឺ Google Translate ដែលយើងអាចប្រើប្រាស់ទាំងការបកប្រែភាសាការទៅលើការបកប្រែជាអក្សរក៏ដូចជាទៅលើការមុខងារនៃការសន្ទនាផងដែរបាទទី2គឺពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ទៅលើអ៊ីនធឺណិតព្រោះនៅខាងក្រៅប្រទេសបងប្អូនអរនេះបាទយើងអាចប្រើប្រាស់អ៊ីនធឺណិតជួនកាលនៅតាមសណ្ឋាគារយើងអាចមានអ៊ីនធឺណិតប្រើប៉ុន្តែបើសិនជាយើងចេញទៅក្រៅសណ្ឋាគារគឺអត់មានអ៊ីនធឺណិតប្រើទេអញ្ចឹងបងប្អូនអាចមានប្រើប្រាស់ទៅលើដូចជាទិញស៊ីមដើម្បីយើងដាក់ប្រើប្រាស់ចល័តផ្សេងណាបងប្អូនអាចទិញស៊ីមទៅប្រើប្រាស់ទៅហើយមួយវិញទៀតចំណុចទី3ហ្នឹងគឺបងប្អូនគួរតែយល់ដឹងពីច្បាប់ទម្លាប់នៅខាងប្រទេសគេពូនៅពេលខ្លះដូចជានៅខាងសិង្ហបុរីជាប្រទេសដែលច្បាប់នឹងតឹងរឹងអញ្ចឹងយើងគួរតែយល់ដឹងច្បាប់ទម្លាប់នៅខាងនោះគេបំរាមអីខ្លះអញ្ចឹងទៅយើងអាចវិជាការពារខ្លួនរបស់យើងដែរជិះវាងនៃការធ្វើខុសច្បាប់ទម្លាប់របស់គេណាបាទទី4គឺពាក់ព័ន្ធជាមួយនឹងការធ្វើមធ្យោបាយនៃការធ្វើដំណើរអញ្ចឹងពេលខ្លះបងប្អូនបើសិនជាយើងទៅតាម tool យើងអាចនឹងមានការមធ្យោបាយធ្វើដំណើរទៅតាមគ្រៀបចំឲ្យស្រាប់ប៉ុន្តែបើសិនជាបងប្អូនទៅដើរលេងខ្លួនឯងប្រកាសណាគឺបងប្អូនទៅដឹងពីរបៀបការ order បាទមធ្យោបាយនៃការធ្វើដំណើរ order land ឬ order taxi ផ្សេងហ្នឹងអញ្ចឹងបងប្អូនគួរតែយល់ដឹងណាដូចខ្ញុំទៅវៀតណាមមុនគឺខ្ញុំប្រើប្រាស់ order ដូចជាតាមរយៈ Grab ហើយនឹងតាមរយៈ Tada យើងអាច order បានដូចនៅខ្មែរយើងអញ្ចឹងហើយជួបបាយធ្វើដំណើរអីវាងាយស្រួលដែរអូខេហើយពាក់ព័ន្ធជាមួយនឹងបងប្អូនមួយទៀតគឺបងប្អូនតើការចេះប្រើប្រាស់ទៅលើការកំណត់ទីតាំងផងដែរព្រោះសារបងប្អូនអាចប្រើប្រាស់កំណត់ទីតាំងបើសិនជាបងប្អូនអត់ដឹងទេគឺបងប្អូនពិបាកកំណត់ទីតាំងណាស់បាទព្រោះទីតាំងនេះគឺសំខាន់ដែលយើងអាចប្រើប្រាស់ដូចជា Google Maps សម្រាប់យើង search ទីតាំងដែលបងប្អូននៅក៏ដូចជាទីតាំងដែលបងប្អូនចង់ទៅហើយពេលបងប្អូនត្រឡប់មកវិញបងប្អូនអាចដឹងពីទីតាំងដែលបងប្អូនត្រូវមកអាហ្នឹងគឺបងប្អូនអាចប្រើប្រាស់លើទីតាំងអាចកំណត់បានដោយប្រើប្រាស់ជាមួយនឹង Google Map បាទអូខេហើយចំណុចពាក់ព័ន្ធជាមួយនឹងទី6គឺការសិក្សាស្វែងយល់ពីតំបន់នោះព្រោះសារបងប្អូនអស់នេះបាននៅតំបន់ផ្សេងៗមានច្បាប់ទម្លាប់ផ្សេងៗខុសគ្នាណាអញ្ចឹងបងប្អូនគួរតែយល់ដឹងពីច្បាប់ទម្លាប់នៃតំបន់នោះបាទហើយក៏ដូចជាយើងអាចសិក្សាស្វែងយល់ពីតំបន់នោះផងដែរដើម្បីយកមកអភិវឌ្ឍជំនាញក៏ដូចជាដើម្បីយើងភាពវិជ្ជមានរបស់យើងផងដែរបាទហើយចំណុចទី7គឺពាក់ព័ន្ធជាមួយនឹងការប្រចាំការពេលខ្លួនហ្នឹងគឺជាអត់ផុតទេព្រោះដោយសារតំបន់ផ្សេងយើងអត់ដឹងថាតំបន់នោះវាយ៉ាងម៉េចព្រោះជាពិសេសទីប្រជុំជនក៏ដូចជាកន្លែងផុកស៊ីចំនួនគឺយើងគួរតែប្រុងប្រយ័ត្នព្រោះតំបន់នោះគឺអាចថាមានអាណាធិបតេយ្យឬអាចថាវាយើងមើលអត់ឃើញអញ្ចឹងទៅអញ្ចឹងយើងគួរតែប្រយ័ត្នការពេលខ្លួនដែរបងប្អូនហើយកុំដើរទីស្ងាត់តែឯងអីព្រោះយើងដើរលេងក្រៅប្រទេសយើងនឹងអត់ដឹងប្រយ័ត្នអត់ដឹងពីតំបន់នោះច្បាស់គឺយើងដើរតែឯងវាពិបាកហានិភ័យអាចដើរជាក្រុមឬអាចដើរទីប្រជុំជនអញ្ចឹងទៅបាទគួរប្រយ័ត្នជាពិសេសសម្ភារៈប្រើប្រាស់ផ្សេងៗយើងការពារការលួចបាត់បង់ផ្សេងៗណាចំណុចចុងក្រោយគេគឺទី8គឺតើលើបងប្អូនអាចថតរូបថតអីផ្សេងៗដើម្បីជាវីដេអូយើងទុកជាអនុស្សាវរីយ៍ក៏ដូចជាយើងថតអ្វីសំខាន់ដែលយើងចង់រក្សាទុកណាអញ្ចឹងបងប្អូនអាចធ្វើការថតទុកអញ្ចឹងខ្ញុំមានការចាំលើប៉ុណ្ណឹងទៅលើការដើរលេងក្រៅប្រទេសទីមួយគឺទៅលើការប្រើប្រាស់ភាសាការប្រើប្រាស់ទៅលើអ៊ីនធឺណិតក៏ដូចជាមធ្យោបាយនៃការធ្វើដំណើរការយល់ដឹងពីច្បាប់ទម្លាប់ផ្សេងៗការកំណត់ទីតាំងបាទការសិក្សាស្វែងយល់ពីតំបន់នោះក៏ដូចជាមានការប្រយ័ត្នប្រយែងហើយនឹងការថតរូបវីដេអូផ្សេងៗទុកសម្រាប់ទុកជាអនុស្សាវរីយ៍ផងដែរបាទអញ្ចឹងមានប៉ុណ្ណឹងបាទសូមអរគុណ